រឿងយើងជួយកូនមន់មេប្រភេទមានកូន5នាក់វាតែងនាំកូនវារកស៊ីក្នុងភូមិជារៀងរាល់ថ្ងៃតែថ្ងៃនេះមេប្រភេទចង់នាំកូនចេញទៅរកស៊ីនៅតាមវាលនៅឯក្រៅភូមិមុននឹងចេញទៅមេប្រភេទបានប្រជុំកូនទាំង5ហើយប្រដៅថាពេលទៅដល់ក្រៅភូមិចូលកូនប្រុងប្រយ័ត្នឲ្យមែនតែនបើឮម៉ែហៅចូលប្រញាប់មកជ្រកក្រោមស្លាប់ម៉ែកុំដើរឆ្ងាយពីម៉ែប្រយ័ត្នវង្វេងជាពិសេសប្រយ័ត្នធ្លាក់ទឹកថ្លុកត្រពាំងជេបជាកូនពៅនៅពេលទៅដល់វាលវាត្រេកត្រអាលនឹងពន្លឺនិងអាកាសវារត់លោតលេងយ៉ាងសប្បាយឬរត់ដេញចាប់សត្វល្អិតពាសពេញវាលមេប្រភេទនាំកូនដើររកស៊ីមិនបានគិតពីអាជេបទេអាជេបឈួតនឹងធម្មជាតិភ្លេចខ្លួនរត់ចុះរត់ឡើងចេញពីគុម្ពោតមួយចូលគុម្ពោតមួយទៀតម្ដងដេញចឹកកូនកង្កែបមិនចេះអស់មិនចេះហើយរត់ទៅអាជេបឃ្លាតឆ្ងាយពីមេវាស្រែកហៅយ៉ាងណាក៏មិនឮអាជេបមុតងើបក្នុងគុម្ពស្មៅក្បែរមាត់ត្រពាំងមួយរំពេចនោះវាផ្លាត់ជើងធ្លាក់ក្នុងទឹកត្រពាំងវាខំទៅទះស្លាប់ហក់ឡើងលើវិញតែវាមិនអាចចេញរួចពីបឿនសារាយឡើយអាជេបឆ្លក់ទឹកផងហត់ផងអស់ដៃអស់ជើងធ្វើសកម្មភាពលែងកើតពេលនោះមានចាបមួយទុំលើមកឈើចិត្តនោះវាឃើញអាជេបលងទឹកវាក៏ប្រញាប់ប្រញាល់ហើយយ៉ាងលឿនទៅរកអាកាបកូនទាកូនចាបជួបអាកាបនៅកណ្ដាលផ្លូវកាបទៅជួយអាជេបកូនមន់ផងវានៅឯណាវាលងទឹកត្រពាំងក្បែរគុម្ពរពាក់ឯណោះទៅយើងទៅជួយវាកូនចាបហៅនាំមុខកូនទាឆ្ពោះទៅកាន់ត្រពាំងទឹកទៅដល់មាត់ត្រពាំងកូនទាចុះហែលទឹកទៅអូសអាជេបចេញពីសារាយមកដាក់លើគោកអាកាបនិងកូនចាបខំទាញស្លាប់អាជេបឲ្យត្រដាងហាលថ្ងៃឲ្យឆាប់ស្ងួតកូនចាបក៏ឆ្លៀតទៅរកដង្កូវបានពី3មកទុកឲ្យអាជេបស៊ីអាជេបស្ងួតខ្លួនវាងើបឈរវាស៊ីកូនដង្កូវទាំងអស់ខ្ញុំសូមអរគុណកូនចាបនិងកាបណាស់កុំតែបានពួកបងមកជួយខ្ញុំតាន់កុំអីខ្ញុំស្លាប់ទៅហើយកូនចាបនិងកាបអន់នាំជេបទៅប្រគល់ឲ្យមេប្រភេទវិញវារៀបរាប់ពីការដែលវាបានជួយអាជេបឲ្យផុតពីគ្រោះថ្នាក់មេប្រភេទនិងបងអាជេបបានថ្លែងអំណរគុណដល់កូនចាបនិងអាកាបយ៉ាងជ្រាលជ្រៅបំផុតមេប្រភេទបានធ្វើនំយ៉ាងឆ្ងាញ់ទទួលអាកាបនិងកូនចាបទាំងអស់គ្នារីករាយណាស់ដោយអាជេបជាផុតពីគ្រោះថ្នាក់ចាប់ពីថ្ងៃនោះមកជេបខ្លាចជាកូនល្អវាស្ដាប់បង្គាប់ម៉ែវាជានិច្ចជេបនិងគ្រួសាររស់នៅយ៉ាងសុខសាន្តរហូតមក